អាយុដំសេនម៉ាត់ណូអញ្ជើញជួបសម្ដេចសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋ100គ្រួសារនៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2026ឯកឧត្តមសេនម៉ាត់ណូសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានអញ្ជើញជួបសម្ដេចសំណាលសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន100គ្រួសារពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិតស្លេះសាន់ប្រធានសមាគមបង្ហាញផ្លូវល្អនិងអភិវឌ្ឍសង្គមលោកស្លេះសាប្រធានគម្រោងរបស់សមាគមព្រមទាំងក្រុមការងារសមាគមនឹងបានប្រព្រឹត្តទៅនៅវិទ្យាល័យអាប៊ូបាកើអ៊ីស្លាមកម្ពុជាប្រជាពលរដ្ឋដែលបានទទួលអំណោយរួមមានឃុំឈូកសឃុំតាចេះឃុំកំពង់ត្រឡាចឃុំអូរុស័យឃុំជឺក្រៀវឃុំជ្រេះនិងឃុំសែមមានប្រសាសន៍នៅក្នុងឱកាសនោះអាយុដំសេនម៉ាត់ណូបានដឹងថាអំណោយបរិសុទ្ធធម៌ទាំងនេះត្រូវបានរៀបចំនិងឧបត្ថម្ភឡើងដោយលោកបណ្ឌិតស្លេះសាន់ប្រធានសមាគមបង្ហាញផ្លូវល្អទាំងអភិវឌ្ឍសង្គមនិងលោកស្លេះសាប្រធានគម្រោងរបស់សមាគមព្រមទាំងក្រុមការងារសមាគមអាយុដំសេនម៉ាត់ណូបានបញ្ជាក់ទៀតថាកម្មវិធីនេះធ្វើឡើងនៅក្នុងគោលបំណងចូលរួមចំណែកនិងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាពការយកចិត្តទុកដាក់និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមស្បៀងអាហារនិងសម្ភារៈដែលបានចែកជូនប្រជាពលរដ្ឋនៅក្នុងមួយគ្រួសាររួមមានអង្ករ50គីឡូក្រាមមី1កេសស្ករស3គីឡូក្រាមប្រេងឆា2លីត្រត្រីខ1យួរទឹកស៊ីអ៊ីវ1យួរនិងទឹកដោះគោ5កំប៉ុង